Zoom tới shop này bên đó đã vị trí chi viện để ban đó cả được cho bác cho mà chạy đầm lệ trong chuẩn bị với nông bác sầm đáp sạp đá thì đọc này đấy cứ dừng lược vô nông khắp khét vô mà chạy đầm lệ nâng một hai từ đó bong ôn thằng óc này và nó bây giờ mọi cà phê và ly dương dú dương xung tam đàn là bị thưa gọi đôi chỉ buồn thằng óc này chẳng ní cứ chỉ buồn rồi bỏ nông khắp khét và đại miền kêu xăm cô dương từ ca miền vùng món co xó bơ prén và mà sao cái khí ní cứ mà sao khét và baking powder nâng mà sao bột và chẳng nó không recipe ní cứ dương ban trai trình chỉ bay còng đại là biết phơi được bao viết dương từ ca cô còng thì mua được bao dương ở ban rồi dạ pi đập ram thì là từ mini tha còn ở còng pi đập ram thì ở lư pi đập ram thì bị búa bờ cana còng đập ram thì là bài bùng món chỉ mua nâng cầm đất score so được bao dương vì mình miên cầm hạp thì mình miên cầm hạp lọ tê đập pi mình miên cầm hạp ban lọ tê pi để dương chập ram bằng hô pren cho tới viên vừa áo bùng món được bao dương sọ từ vịnh bà chẳng hai từ dương từ ca chấm này pi là hô từ đó đập ram tí đâm bởi ai bùng món được bao dương khác pi để dương bằng hô pren tới cứ bùng món được bao dương cứ mình miên ca sọ khẳng bà bắn to pi dương bằng hô pren tp ni dương chập bật mặt xinឬក៏យើងបន្ថយលបឿនឲ្យអស់ចាក់ក្រុមទី3របស់យើងច្បល់ឲ្យសពគឺជាការស្រេចអញ្ចឹងរបៀបធ្វើនៃការធ្វើនំខាប់ខេកនេះគឺងាយស្រួលមែនតើបាទអត់មានពិបាកទេគ្រាន់តែថាឥឡូវបងប្អូនធ្លាប់ឃើញវគ្គមុនវគ្គទី8នោះយើងមិនរៀនស្ពងខេកត្រូវអត់អញ្ចឹងការវាយស្ពងខេកគឺពេលដែលយើងចាក់ប្រេងគឺត្រូវចាក់ទាំងអស់ដោយសារតែវាមានលំនឹងជាមួយនឹង SP ហើយពេលនោះយើងមិនសួរនាំគ្នាថាមានខ្លះចាក់ប្រេងតិចមានខ្លះចាក់ទៅទាំងអស់ឥឡូវយើងចូលដល់ដំណាក់កាលចាក់ប្រេងតិចទេនេះប្រេងហ្នឹងគឺអត់ឲ្យចាក់ទៅទាំងអស់បានទេគឺត្រូវតែបង្ហូរម្ដងបន្តិចម្ហូរម្ដងបន្តិចរហូតទាល់តែអស់ហាមចាក់ម្ដងទាំងអស់បើហ៊ានចាក់ម្ដងទាំងអស់វានឹងធ្វើឲ្យក្រុមទី1របស់យើងស្រកចុះតែម្ដងហើយនំរបស់យើងប្រកាសជារឹងបាទហើយនៅក្នុងនេះគឺយើងដាក់ថាគោរយៈពេល15នាទីអញ្ចឹង15នាទីនេះគឺបងប្អូនលើសហ្នឹងក៏បានដែរ15 20 25រហូតដល់30ក៏បានតែកុំឲ្យក្រោម15នាទីទេសោះបាទអញ្ចឹងការធ្វើរបស់វាគឺងាយផ្សំតែក្រុមទី1ចូលមកវាយចោល15នាទីបង្ហូរប្រេងម្ដងបន្តិចម្ដងបន្តិចរហូតទាល់តែអស់រួចបិទម៉ាស៊ីនចាក់ក្រុមទី3ច្របល់ឲ្យស្រប់ជាការស្រេចហើយយើងចាក់ដាក់ពុំ 70% កន្លែងចាក់ដាក់ពុំនេះនិយាយរួមទៅបងប្អូនត្រូវសម្លឹងឃើញទេអានឹងយើងគោលទាំងអស់ហ្មងមិនបាច់តែនំខាប់ខេកទេយើងត្រូវសម្លឹងឃើញកន្លែងនេះបើសិនជាក្បួននោះមានមេគេហៅថាមេ baking powder ឬក៏ baking soda ការចាក់នំនៅក្នុងពុំគឺ 70 ឬ 80% នឹងទូទៅទាំងអស់តែម្ដងមិនមែនសម្រាប់តែក្បួននឹងសម្រាប់តែ cupcake មួយទេព្រោះបើកាលណាវាមាន baking powder វាមាន baking soda គេហៅថាមេហើយពេលដែលដុតវាប្រកាសជារីកធំជាងមុនអញ្ចឹងបើសិនជាយើងចាក់ 100% ពេញវានឹងធ្វើឲ្យវាហៀបាទវាហៀខ្ជាក់ចេញមកក្រៅធ្វើឲ្យនំរបស់យើងអត់ល្អទេចឹងហើយឲ្យដល់កាលណាតែមានមេគឺយើងចាក់ 70-80% យកតែម្ដងមិនឲ្យពេញពេកទេដោយសារតែមេហ្នឹងវានឹងធ្វើឲ្យនំរបស់យើងពេលយើងដុតហ្នឹងគឺវាឡើងទៅមួយសាទៀតអញ្ចឹងណាបាទអញ្ចឹងយើងអាហ្នឹងយើងណូតទុកយករួមតែម្ដងទៅមិនចាំតែនំខាប់ខេកហ្នឹងមួយទេបាទហើយរបៀបធ្វើនំនេះគឺងាយទេហើយប្រើសីតុណ្ហភាពគឺផ្នែកខាងលើ190ផ្នែកខាងក្រោម175រយៈពេលដុត20 25ទៅ30អញ្ចឹងពុំខាប់ខេកបងប្អូនដឹងហើយគឺការធ្វើនំគឺខុសគ្នាទាំងអស់ខុសគ្នាត្រង់ថាការ freestyle ពុំវាមានទូវាមានធំអញ្ចឹងអាទូហ្នឹងក៏វាឆាប់ឆ្អិនទៅអញ្ចឹង20អីចឹងមកបាទធំបន្តិចទៅ25ទៅធំខ្លាំងទៅក៏30អញ្ចឹងទៅបាទដែលជានីតិមួយមិនអាចកំណត់ទាំងស្រុងទេព្រោះពេលខ្លះអ្នកទាំងអស់គ្នាអាច freestyle ទៅតាមចំណង់ចំណូលចិត្តរបស់យើងតាមការជ្រើសរើសពុំអញ្ចឹងហើយទើបធ្វើឲ្យនីតិហ្នឹងវាប្រែប្រួលចលិះគ្នាបន្តិចបន្តួចហើយមួយវិញទៀតដើម្បីដឹងថានំយើងឆ្អិនឬក៏ឆៅអ្នកទាំងអស់គ្នាក៏ធ្លាប់បានមើលអ៊ីនធឺណិតអីខ្លះដែរអញ្ចឹងបងប្អូនធ្លាប់ឃើញថាដើម្បីគេត្រួតពិនិត្យទៅលើនំឆៅគេអាចប្រើឈើជំនួយអាស័យយើងមកចាក់ដោតនៅត្រង់ចំណុចកណ្ដាលដោតនៅចំណុចកណ្ដាលហ្នឹងក៏ដោតជាហៀងព្រោះជាហៀងយើងមើលអត់ដឹងទេព្រោះជាហៀងវាទទួលរងកម្ដៅលឿនវាឆ្អិនហើយតែសំខាន់បើឆ្អិនជាឆៅឬក៏ឆ្អិនគឺនៅចំណុចកណ្ដាលចាក់ឲ្យចំកណ្ដាលបើកាលណាចាក់ឈើជំនួយអាស័យហ្នឹងទៅចាក់ទៅដកចេញមកវិញស្ងួតមិនមានការជាប់ជាមួយនឹងដូរនំមានន័យថានំយើងឆ្អិនតែបើសិនជាយើងចាក់ទៅបើសិនជានំនៅឆៅវានៅបតាជាប់ស្អិតជាមួយនឹងឈើអញ្ចឹងអញ្ចឹងយើងថែម5ឬក៏6 7នាទីទៀតទៅហើយឈើដែលយើងយកមកចាក់នេះគឺឈើជំនួយអាស័យណាដែលយើងមានទម្រង់បិទរៀងទួយតិចមកតិច
រកជំនួយចសៃបានទេយកចកឹះមកចាក់មកប្រហោងក្នុងប៉ុណ្ណាnàyអញ្ចឹងគេត្រូវការឈើតូចណាហើយកុំតិចទៅយកឈើធំមួយប៉ុណ្ណកូនដៃចាក់មកមិនបាច់ទេហូនៅហ្នឹងបណ្ដោយវាខូចនំណាបាទអញ្ចឹងឈើហ្នឹងគឺសូមបិទឲ្យទូចបាទហើយចាក់ឲ្យចំចំណុចកដាលតែប៉ុណ្្នឹងឯងបាទហើយពាក់ព័ន្ធជាមួយនឹងរបៀបធ្វើគឺមានតែប៉ុណ្្នេះទេនំខាប់ខេករបស់យើងនេះគឺងាយស្រួលធ្វើបងប្អូនឃើញណានេះគឺជាវិធីមួយដែលការប្រើប្រាស់នៃការចាក់ប្រេងនេះគឺគេប្រហូរម្ដងបន្តិចដោយសារនៅក្នុង recipe នេះมันមានពឹងផ្អែកទៅលើ SP ទេអញ្ចឹងតន់កន្លែងហ្នឹងយកកន្លែងហ្នឹងណាអាស៊ីចម្រៅកន្លែងហ្នឹងហើយដែលមានបងប្អូនខ្លះគាត់មិនទាន់ជ្រាបប៉ុណ្ណឹងថានំខ្លះឲ្យចាក់ប្រេងតិចនំខ្លះឲ្យចាក់ប្រេងទាំងអស់អានោះវាពឹងផ្អែកទៅលើ recipe ហ្នឹងមាន SP អត់តែបើសិនជាអត់មាន SP ទេគេវាយពងមាន់ជាមួយនឹងស្ករមុនចេះគឺត្រូវតែបង្ហូរប្រេងម្ដងបន្តិចតែបើសិនជាមាន SP អាហ្នឹងយើងចាក់ប្រេងទៅទាំងអស់បានបាទហ្នឹងច្បាស់កន្លែងហ្នឹងណាបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលារបស់យើងយូរយើងសូមតាមដានអំពីបច្ចេកទេសក្នុងការធ្វើទាំងអស់គ្នាហើយមួយវិញទៀតនំបើកាលណាប្រើ baking powder ឬក៏ baking soda គេហៅថានំដែលធ្វើភ្លាមដុតភ្លាមមិនឆ្លងកាត់ការ steam ទេនំដែលឆ្លងកាត់ការ steam គឺការប្រើប្រាស់ជាមួយនឹងយីសជាមួយនឹង bread improver អញ្ចឹងបើកាលណានំដែលធ្វើជាមួយនឹង baking powder baking soda គឺបងប្អូនពេលដែលចាប់ផ្ដើមធ្វើគឺសូមបើកម៉ាស៊ីនឲ្យហើយពេលដែលយើងធ្វើហើយបាញ់ដាក់ពុំឲ្យដុតតែម្ដងព្រោះ baking powder baking soda មានរងចាំ steam មកពីណាត្រូវអត់ធ្វើឲ្យដុតហ្នឹងចុះពេលធ្វើឲ្យដុតយើងត្រូវតែបើក oven យើងឲ្យហើយបាទអូខេបាទអញ្ចឹងសូមអនុវត្តទាំងអស់គ្នាមកបាទបាទអត់យកសបកទេក្រុមយើងអាចចាប់បញ្ចូលគ្នាបានបាទអញ្ចឹងក្រុមទី3វាមានម្សៅខេក baking powder ជាមួយនឹងម្សៅពោតម្សៅពោតគេដាក់បង្កើតឲ្យសាច់ដូងរបស់វាស្វិតកុំឲ្យវាផុយណាបាទយើងអាចណូតនីតិបានបាទនេះដាក់ចូលមកសូកចូលមកហ្នឹងបាទបាត់ភ្លើងបាទកាច់មកបាទអញ្ចឹងល្បឿនសម្រាប់ដែលយើងប្រើគឺជាល្បឿនលឿនបើសិនជាម៉ាស៊ីនបងប្អូនមានលេខ1លេខ2លេខ3យើងយកលេខ3តែម្ដងណាបាទយកលឿនយើងណូតនីតិទុកផងណាបាទអូខេនៅពេលដែលគេចាប់ផ្ដើមធ្វើការបង្ហូរប្រេងចូលគឺយើងសូមចាក់បញ្ជ្រាបមកចំហៀងចេះយើងកុំចាក់ចេះទៅវាផលប៉ះពាល់របស់វាពេលវាធ្លាក់ចូលចំផ្លែវិសវាផ្ទៀតវាបង្កឲ្យវាប្រឡាក់ពេញហ្នឹងអញ្ចឹងណាអញ្ចឹងហើយទៅពេលយើងចាក់ប្រេងចូលយើងបង្ហូរតិចទៅត្រង់ចំណុចចំហៀងកាត់ជ្រុងអូចាក់ជ្រុងបានក៏ប៉ុន្តែបងឯងគុណក្បួនថែម4 5គ្រាប់ចេះគុណឲ្យឡើងបានដល់20គ្រាប់ទៅបាទយើងចាក់មកវាអាចដុតមកបានសាច់កម្រាស់បាទហើយនឹងក្នុងការច្បាច់ដាក់ពុំបើសិនជាករណីដែលយើងធ្វើនៅផ្ទះញ៉ាំដោយខ្លួនឯងអ្នកទាំងអស់គ្នាអាចដួសដោយស្រាប់ព្រាក៏បានឬក៏វែកក៏បានតែបើសិនជាគេធ្វើនៅក្នុងហាងនំប៉័ងគេត្រូវតែប្រើថង់បាញ់ពីព្រោះថង់បាញ់វាជួយបង្លឿនពេលវេលារបស់យើងគ្រាន់តែច្បាច់វាពេញពុំតែដល់ពេលយើងធ្វើនៅផ្ទះខ្លួនឯងញ៉ាំខ្លួនឯងដូចថាយើងមិនបាច់ចាំចំណាយថវិកាបន្ថែមអញ្ចឹងយើងអាចដួសដោយស្លាបព្រាម្ដងតិចក៏បានដែរតែបើសិនជាយើងធ្វើការហាងនំប៉័ងយើងឡែកដួសម្ដងមកស្លាបព្រាហ្នឹងវាយូរបាទក៏បានដែរបាទឲ្យយកវាមានមាត់អញ្ចឹងណាមាត់លយចេញមកអញ្ចឹងមកដើម្បីវាងាយស្រួលកុំឲ្យបើណាវាអត់មានមាត់វាទៀងចេះចាក់ទៅវាទៅណែវាមកហូរនោះណែដល់ពេលចាក់ឲ្យវាហូរនោះណែវាហ៊ាននោះណែវិញគួរតែមានពុំច្រើនពេលខ្លះយើងអត់ប្រើពុំហ្នឹងទេប្រើពុំហ្នឹងឯង
បាទអញ្ចឹងការបង្ហាញរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺយើងប្រើប្រភេទពុំចេះវារៀងទាបន្តិចណាអត់ចង់ឲ្យវាឡើងកំពុងមុខទេបាទតែបើសិនជាបងប្អូនចង់ឲ្យវាឡើងកំពុងមុខគឺយើងប្រើពពួកចេះបាទប្រើចេះមកបាទឬក៏នេះអានេះយើងអត់មានត្រូវការប្រើกระดาษតំណប់នេះទៀតទេគឺពេលដែលយើងបានដូរនំមកគឺយើងច្បាច់នៅក្នុងនឹង 70% អានេះក៏ 70% អានេះក៏ 70% ច្បាច់មកវាឡើងមកមុខកំពុងលើបាទអញ្ចឹងការជ្រើសរើសពុំយើងមិនថាវាជាចំណងចំណូលចិត្តអ្នកទាំងអស់គ្នាហើយមួយណាក៏បានដែរដែលយើងស្រឡាញ់ពេញចិត្តណាបាទមួយនេះក៏បានមួយនេះក៏បានឬក៏យើងចង់ធ្វើអញ្ចេះក៏បានដែរតាមការ free style របស់យើងរៀងខ្លួនអានេះថ្លៃអានេះដូចជា50ដូចជា$35ហ៎ឡើងដល់5បាទអញ្ចឹងនៅពេលដែលក្រុមទី2របស់យើងអ្នកទាំងអស់គ្នាសល់ពេលសល់ម៉ោងអញ្ចឹងយើងច្បល់ចូលគ្នាអញ្ចេះក៏បានដែរឲ្យវាឆាប់សប់ឲ្យគ្រឿងវារត់ចូលលបាយគ្នាហើយទៅនៅពេលដែលយើងចាក់ចូលដល់ក្នុងម៉ាស៊ីនរបស់យើងគឺវាឆាប់តប់ដូរបានល្អបាទmuffin គេប្រើជាមួយនឹង fresh meal សាច់របស់ muffin រៀងល្មួតបន្តិចហើយ muffin តម្រូវដុតធ្វើម៉េចឲ្យមុខបែកផ្នែកខាងលើបែកលហែកដោយខ្លួនឯងដោយមិនមានការចាក់ប្រេងតែដល់ពេល cupcake គេដុតទៅឲ្យមុខវាស្មើបាទបាច់ឲ្យកំពុងអញ្ចឹងក៏បានដែរអញ្ចឹងណាហើយអត់មានប្រើ fresh meal ទេបាទប្រេងដូចគ្នាបាទគាត់ថាវាល្មួតជាងបន្តិចទៅវាដុតទៅវាបែកគេយកអានេះជាការគេហៅ remote freestyle ព្រោះអ្នកទាំងអស់គ្នាឃើញ muffin អត់ដែលបាញ់គ្រីមឌីកទេគាត់ថា cupcake ពេលខ្លះកន្លែងខ្លះក៏គាត់អត់បាញ់គ្រីមដែរដោយសារគាត់លក់រាយអញ្ចឹងតែហ្មងវាងាយស្រួលក្នុងការទៅខ្ចប់អីចឹងទៅបាទ Melber បានបាទយើងចូលចិត្ត ber យើងអាចមេលវាទុករយៈពេលប្រហែលជា20នាទីអីមកណាដើម្បីកុំឲ្យវាក្តៅព្រោះបើកាលណាយើងឲ្យវាក្តៅព្រោះគ្រឿងផ្សំរបស់យើងនៅក្នុងនោះវាមានម្សៅហើយវាមាន baking powder ពីរហ្នឹងវាត្រូវក្តៅអត់បានទេជាពិសេស baking powder បាទពេលណាត្រូវក្តៅទៅវាសកម្មភាពវាចាប់ផ្ដើមបញ្ចេញសកម្មភាពបាទប្រតិកម្មកម្ដៅអញ្ចឹងវាធ្វើឲ្យខ្សោយដល់ពេលយើងយកទៅដុតទៅវាស្ទើរវិញអត់កកទេហ្នឹងអញ្ចឹងមិនថាពេលនេះយើងត្រូវទុកអានេះមែលវាទុកឲ្យបាននេះកុំឲ្យវាក្តៅពេលយើងចាក់ទាំងក្តៅទៅវាធ្វើឲ្យពងមាន់របស់យើងវាស្រកផងពេលយើងចាក់ម្សៅច្បល់ក៏វាងាប់ baking powder អញ្ចឹងត្រូវការធ្វើជាមួយនឹងធាតុត្រជាក់ទាំងអស់និយាយរួមការធ្វើនោះគឺធាតុត្រជាក់ទាំងអស់មានតែ eclair មួយទេដែលធ្វើទាំងក្តៅបាទដាំឲ្យពុះហើយបានចាក់ម្សៅចូលច្បល់កាត់ចេញជាដូរបានគេចាក់ពងមាន់ eclair ក្តៅបាទពេលយើងពពួកនំផ្សេងទៀតត្រូវត្រជាក់ទាំងអស់បាទនៅក្នុងហេតុផលត្រជាក់គឺដូចថាយើងវាយម្សៅនំប៉័ងវាយម្សៅសាំងវិចវាយអី burger អីហ្នឹងគេត្រូវប្រើត្រជាក់ដើម្បីអីគឺត្រជាក់ហ្នឹងគឺដូចខ្ញុំជម្រាបអ្នកទាំងអស់គ្នាពីវគ្គមុនកាលវាយម្សៅអញ្ចឹងគឺធាតុត្រជាក់ទៅគ្រប់គ្រងwet gluten របស់ម្សៅបង្កើត wet gluten បន្ថែមជួយទប់លំនឹងរបស់ bread improver ជាមួយនឹងយីសមិនឲ្យមានសកម្មភាពបញ្ចេញចំហាយនៃការធ្វើចលនានៃការហើមទេអញ្ចឹងហើយគេប្រើទឹកត្រជាក់ដើម្បីសង្កត់ភាពធម្មពលរបស់មេនំប៉័ង bread improver និងវីតាមីនរបស់ម្សៅគឺទុកឲ្យពេលដែលយើងចាប់ផ្ដើមចូលដុតនោះ
bà chập đam chỗ đốt ở về trời cũng đau độ,มัน វា ស្ទុះ វឹប មក តែ ម្ដង ឲ្យ វា ធំ ឲ្យ វា ដូច បំណង ដែល យើង ចង់ បាន នំ ធំ ធំ ណា ហើយ ដល់ ពេល យើង វាយ ម្សៅ ក្តៅ នៅ ក្នុង ត្បាល់ ហើយ ហើយ យើង ចង់ ដុត នំ ឲ្យ ល្អ វា ទៅ អត់ រួច ពី ព្រោះ កម្លាំង មេ នំប៉័ង ហើយ វា ខ្សោយ អស់ ហើយ បាទ អញ្ចឹង នេះ ជា ហេតុផល ដែល គេ ឲ្យ យើង វាយ ម្សៅ ត្រូវ ការ មាន ទឹក ត្រជាក់ គឺ នៅ កន្លែង ហ្នឹង បាទ chứ không ai cao là 5 នាទី ណា បាទ ហើយ ពេល ណា អ្នក ទាំង អស់ គ្នា រៀន ចេះ មើល ទៅ យើង រៀង រង ចាំ ហើយ តែ បើ សិន ជា យើង ធ្វើ ខ្លួន ឯង មែនតើ អត់ រង ចាំ ទេ ពេល យើង ដាក់ វាយ អាហ្នឹង ចោល អញ្ចឹង គឺ យើង ទៅ ថ្លឹង ម្សៅ ថ្លឹង អី ធ្វើ នេះ ធ្វើ នោះ រៀប ពុំ រៀប អី ភ្លេច ខ្លួន អានេះ វា ដល់ ហើយ អញ្ចឹង ណា បាទ ចុច ប្រេង ពុះ ប្រេង នំ ពងទា នំ ពងទា គឺ យើង មើល ពុំ យើង ដូច ថា ឥឡូវ ពុំ យើង ប៉ុណ្ណឹង ប៉ុន បូ អញ្ចឹង ប៉ុន បូ អញ្ចឹង យើង កាត់ ស្នោ មក យើង កាត់ ស្នោ ប្រអប់ បាយ របស់ យើង ក៏ បាន ដែរ អា ស្នោ ប្រអប់ ធំ ណា យើង កាត់ ចេញ ជា 4 ជ្រុង មាន ន័យ ថា ទុក ចន្លោះ បន្តិច បន្តិច អញ្ចឹង យើង យក ជ័រ ហ្នឹង ជ្រលក់ ប្រេង ឲ្យ លិច ទៅ ជ្រលក់ ប្រេង ហើយ យក មក ចុច ខ្វែង ជា សញ្ញា លេខ បូក ដល់ ពេល ដុត មក វា បែក ចេញ ជា 4 ហ្នឹង តែ ម្ដង ខុស គ្នា recipe របស់ នំ ពងទា វា ស្រដៀង គ្នា ចេះ ប៉ុន្តែ ក្រាម ខុស គ្នា ព្រោះ ក្រាម របស់ នំ ពងទា នំ ពងទា គឺ បើ ដុត គេ ត្រូវ ដុត ឲ្យ វា បែក មុខ អញ្ចឹង វា អត់ ត្រូវ ទន់ ដូច cupcake កើត ទេ បាទ ទៅ បើ តៃវ៉ាន់ អា នំ ពងទា តៃវ៉ាន់ របស់ យើង អាហ្នឹង มัน គេ ញែក ស ក្រហម អាហ្នឹង มัน ទន់ ខ្លាំង បាទ ចុច ប្រេង ដូច គ្នា គាត់ ថា បើ គេ វាយ មិច ពងមាន់ ស ពងមាន់ ក្រហម ទាំង អស់ ទៅ ជាមួយ គ្នា គេ អាច ចុច ប្រេង កម្រិត ច្រើន បាន ដាក់ ម្លិច ដល់ បាត ចុច ឲ្យ ដល់ បាត ទៀត ណា អត់ មាន នៅ មុខ លើ ហ្នឹង ទេ នៅ មុខ លើ ហ្នឹង ក៏ អត់ បែក ដែរ ទាល់ តែ បុក ឲ្យ ដល់ បាត ពុំ ហ្មង បាទ តែ បើ សិន ជា តៃវ៉ាន់ គេ គ្រាន់ តែ យក ឈើ បិទ ចំណិត អាស័យ ឬ ក៏ ជ័រ អញ្ចឹង ក៏ បាន តែ គេ ជ្រលក់ ប្រេង តែ បន្តិច ចុច តែ បន្តិច បន្តិច ទេ បើ សិន ជា ចុច ច្រើន ពេក ពេល ដុត ទៅ វា សើម អា មុខ ហ្នឹង ផ្សេង គ្នា មួយ តង់ ទៀត ណា រៀន ចុះ អស់ ដើម កំណើត នំ ពងទា គេ ធ្វើ ចេញ ពី ពងទា តា ក៏ ប៉ុន្តែ ដល់ ឡែក មក recipe របស់ យើង គឺ ចាប់ ផ្ដើម រក ឃើញ ថា ការ ធ្វើ ដោយ ពងមាន់ វា មាន សភាព ទន់ ជាង ហើយ ក្លិន ឆ្អាប របស់ វា ទាប ជាង អញ្ចឹង ហើយ ទៅ គេ កែ មក ដាក់ ពងមាន់ ដែល ហៅ ថា នំ ពងទា គេ នៅ តែ មាន ពងទា អញ្ចឹង បើ សិន ជា ក្បួន ហ្នឹង វា ប្រើ ពងមាន់ 30 គ្រាប់ ឧទាហរណ៍ អញ្ចឹង ណា អញ្ចឹង គេ មាន អានោះ 10 គ្រាប់ ពងទា 10 គ្រាប់ ទៅ ពងមាន់ 20 គ្រាប់ អី ចឹង ទៅ បើ នេះ ចាំ បាន ណា យល់ ណា អញ្ចឹង របៀប ធ្វើ វា គឺ ងាយ ទេ វាយ 15 នាទី ហូរ ប្រេង ចាក់ ម្សៅ ចូល ច្របល់ ឲ្យ សព្វ កើត ចេញ ជា នំ ងាយ ងាយ បាទ បាន ប៉ុន្មាន នាទី អី បាទ បាន 10 នាទី បាទ នំ ហ្នឹង ណា និយាយ រួម មក ពី ធ្វើ ខុស បាទ ស្រក ស្រក តិច 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 បាទ តែ នៅ ក្នុង ការ ធ្វើ នំ បើ អ្នក ទាំង អស់ នេះ ព្យាយាម ចាប់ បច្ចេកទេស នោះ ឲ្យ បាន គឺ ស្រួល ណា នំ អត់ មាន អី ពិបាក ទេ ខ្លាច តែ យើង រំលង បច្ចេកទេស ដោត លើ recipe បាទ ដូច អ្នក ធ្វើ នំ ដូច ពួក ខ្ញុំ ក៏ ដូចជា ចែករំលែក ទៅ ដល់ បងប្អូន តាម អនឡាញ នៅ ពេល ដែល គេ ធ្វើ នំ
គឺគេផ្ដោតទៅលើការចងចាំបច្ចេកទេសឲ្យបានខ្ពស់ជាទីបំផុតបើសិនជារេស៊ីពីដែលយើងកំពុងតែមាននៅក្នុងដៃនោះថ្ងៃណាមួយទៅវាបាត់យើងអាច search តាមអ៊ីនធឺណិតមកវិញបានទៀតត្រូវអត់ហើយបច្ចេកទេសយើងនៅយកមកប្រើបានតែបើបច្ចេកទេសបាត់ហើយការចងចាំនៃរបៀបធ្វើនឹងបាត់ហើយរេស៊ីពីនឹងមានន័យអីយកមកបោកមកមិនដឹងថាណាតើណាផងហ្នឹងមិនដឹងថាធ្វើរបៀបមិនផងហ្នឹងបាទខ្វះអីសភៅប៉ុន្តែយើងអត់យល់អត់ដឹងរបៀបអញ្ចឹងគេសុកចិត្តឲ្យបាត់សភៅបាត់ក្បួនតែគេមិនឲ្យបាត់បច្ចេកទេសទេអញ្ចឹងភាគច្រើនយើងផ្ដោតលើក្បួនច្រើនមិនសូវផ្ដោតលើបច្ចេកទេសដល់ពេលផ្ដោតលើបច្ចេកទេសតិចពេកចម្លងទៅឃើញក្បួនមានភាពស្មុគស្មាញច្រើនហើយមានអារម្មណ៍ថាពិបាកធ្វើតាមពិតអត់ពិបាកទេបើមានបច្ចេកទេសគ្រប់គ្រាន់ហើយអត់ពិបាកទេលឿនផ្លែតបាទយើងយល់ហើយអស់ណាបាទហើយបច្ចេកទេសនេះមិនមែនយើងទៅកត់កើតទេពេលដែលយើងធ្វើបានយើងចាប់វាមកហ្មងចាប់វាចំណាំថាអូពេលធ្វើចេះទៅបាននំនឹងល្អចេះពេលធ្វើចេះបាននំនឹងធ្វើខុសពីរបៀបហ្នឹងនំនឹងវាទៅចាញ់ជាចេះអានោះគឺមិនមែនកត់នៅក្នុងសភៅទេគឺការចងចាំរបស់យើងតែម្ដងបាទបើក្បួនយើងកត់ក្នុងសភៅនឹងកត់បានតែក្បួនទេអូខេចាក់ប្រេងយើងចូលបាទតិចមកចឹងនៅពេលដែលយើងចាប់ផ្ដើមចាក់ប្រេងល្បឿនម៉ាស៊ីនគឺមិនបានថយទេគឺនៅរក្សាដដែលយើងថយល្បឿនម៉ាស៊ីននៅពេលដែលយើងចាក់ផ្ដើមចាក់ម្សៅវិញព្រោះបើកាលណាយើងចាក់ម្សៅហើយយើងទៅលឿនទៀតវាហុយវាខ្ចាយអញ្ចឹងការចំបល់ឲ្យសពអញ្ចឹងភាសាដែលចំបល់ឲ្យសពគឺកូរដោយក្នុងម៉ាស៊ីនក៏បានកូរដោយដៃក៏បានតែសុំថ្នមបាទបើសិនជាគេកូរនៅក្នុងកូរដោយដៃក៏គេកូរថ្នមអញ្ចឹងដែរនឹងពាក្យថាចំបល់នៅក្នុងវិស័យធ្វើនំណាបាទអត់អត់ទេប៉ះពាល់ដល់ដូរនំបាទអញ្ចឹងគេកូរតាមដំណើរមួយអញ្ចឹងមកបាទហ្នឹងវាថាចំបល់អញ្ចឹងបើសិនជាយើងប្រើម៉ាស៊ីនបានអត់ប្រើម៉ាស៊ីនក៏បានដែរប៉ុន្តែសូមប្រើល្បឿនយឺតហ្នឹងណាបាទបើណាយើងជួបភាសាថាពេលគេប្រើថាពាក្យថាចំបល់គឺយើងត្រូវយល់ដល់កន្លែងណាហ្នឹងយើងណូតទុកចឹងមកបាទប្រើម៉ាស៊ីនក៏បានកូរដោយដៃក៏បានតែថ្នមដូចគ្នាបាទលឿនជាងនឹងបន្តិចមកបាទដល់ឲ្យវូដងហើមផងឬចាក់ពេលដងហើមកាស្តេឡាគេវាយពងមាន់សកម្រិតរបស់វា 70% អត់ឲ្យឡើងរឹងទេវាយពងមាន់ខុសឲ្យឡើងរឹងដល់ពេលដែលវាឡើងរឹងវាទៅចេញជាគ្រើមដល់ពេលដែលយើងយកពងមាន់សហ្នឹងមិចជាមួយនឹងផ្នែកនៃពងមាន់ក្រហមវិញយើងកើទៅចេញជាល្បាយបែកពពុះហើយអញ្ចឹងពងមាន់សរបស់គេវាយតែ 70% ឯងមានន័យថាពេលវាយមកគឺយើងដកមកពងមាន់សហ្នឹងវារៀងទេចុះអត់ទៅត្រង់ផ្លឹងទេទេចុះបន្តិចអញ្ចឹងពេលដែលគេកូរមករត់ចូលក្បាលល្បាយគ្នាបានហើយកាស្តេឡានេះបើណាយើងវាយពងមាន់សឡើងខ្លាំងពេកទៅពេលដែលយើងដុតសាច់របស់ខាងក្នុងវាទៅសុះពេកពងមាន់សពាក់ព័ន្ធជាមួយនឹងសាច់ដែរណាវាទៅសុះខ្លាំងអញ្ចឹងកាស្តេឡាសាច់វាហាប់អញ្ចឹងគេវាយពងមាន់សអត់ឲ្យរឹងខ្លាំងទេហើយយើងអត់យល់ខុសបាទឃើញហើយបើធ្វើនំថាយើងត្រូវតែយល់ពីវាណាក្បួនគឺអត់កើតទេយើងពឹងផ្អែកទៅលើក្បួនសុទ្ធគឺធ្វើមិនបានតែម្ដងបាទបន្ទាប់មកយើងចូលដល់ដំណាក់កាលច្របល់ម្សៅពេលណាចាក់ប្រេងហើយគេអត់ទុកក៏អត់វាយចោលអញ្ចឹងទៀតទេពេលយើងចាប់ដើមបន្ថយល្បឿនឲ្យអស់ក៏បានដែរបាទហើយចាក់ម្សៅរបស់យើងចូលបាទចំហម៉ាស៊ីនជិះវៀងកពុបស្ដាយវាជារបស់ញ៉ាំជ្រុះបន្តិចហ្នឹងខាតគីឡូមួយខាំអីដែរណាចងាយណាបាទអូយើងស៊ីជម្រៅបច្ចេកទេសច្បាស់ងាយអត់ប្រមាថដោយការគិតទេបាទអញ្ចឹងយើងច្របល់ដល់ពេលឥឡូវយើងប្រើម៉ាស៊ីនក៏យើងត្រូវតែថ្នមអញ្ចឹងទៅបាទតិចអញ្ចឹងទៅណាបាទតិចតាមតាណា
thế cô một sân cả đây cần nơi tại chlong cát ca cô đấy này đó nên tôi chăm cả lại nó mình men sầm ra tầm mà phi này cứ nôm tu tơ tẹt pon cho môi nôm bùng tí oi đặc cana vay một sân cứ pe để cô nó không một sân hay cái thời giờ mà cô đây nên thay bằng cái tuyệt mua là hai đây cả lại năng mua là hai cứ nơi kiên nó cứ một sân người ta hoạt đỏ là bay prin là bay mà sáng người ta hoạt đỏ chẳng hay cái giờ mà kia là thay mất là bay ói là bay thằng ói về rốt chuông thì ba rồi bàn lọ bà kia năng tịch tiết thèm bay oi cái xong rồi bao nhiêu rốt chuông thì bàn lọ thằng ói sạch bao viết bài đi nhé này cặp bột ok bà tập phần này bà tọt máy dương chập đám cho rõ chùa thòng và chân ca căn thòng là bao nhiêu cứ dương xung chập trầm co thóng chập đo co thóng lọt về mà nhưng mà đấy dừng bạch cái lô rồi nè đừng nè vào bà ấy dừng đặt tàu đẩy tình tròn của bạn này ta bây giờ chết dừng đây thằng ta mà đón của bạn này vì mình phim rồi và chân dừng đua về má hỏi gì bây giờ thử chốt vui vẻ chẳng dừng chốt màu 300 nơi hồ lô to với màu với hồ du ở chẳng dừng chốt màu mà du bây giờ dân đã chơi thang chẳng hay dân chỉ bạch thắng làm bây giờ nia sẽ bạch phiêu được bao nhiêu 300 cứ đây cho được bao nhiêu chỉ 10 năm đáy kịp cho một tháng hai bùng vơi về mà trùng bây giờ lại cho bạch bây giờ này dân ăn mua tới với lời mà lừa mình bà bây giờ dân chỉ bạch tạm cũng cứ xung chỉ bạch nơi trăm cho nó chẳng ăn hết chỉ bạch ở với tranh đô chẳng mà bà còn ai này đó đi thôi trẻ thôi trứng nè dân chỉ bạch trăm ra chỉ cả đa chẳng mà viên đừng rút chơi tơ để luôn về bà xung ấy bao nhiêu nãy vô bà với mấy smart này hết từ tí và ở smart này bạn nông dân tới về làm mà về prom hay smart smart là dân về phương tới về dân riệp lụa riệp ấy có smart đây bà hay bởi miền Nam miền tụi thôm về dân riệp lụa thôm đằng ở một này anh bây giờ dân chụp bài tết đô nó bị chụp đam tranh màu chứng này thằng lớp bị thu chứng đây là bao nhiêu chụp bột đây mà tam là hụt tứ chui thèm bà bị lơ chẳng nó bây giờ đi cầm lăng thiệt mau lăng vơ tràn từ cầm lăng thịt khăn
bà chẳng những bột đầy dân cho má bà bột cho má đo cào nhá nghi sưu không ca cằn bà xây cái đó dương tim tia tạ tịch chẳng đầm bay bằng cao phim nghi sưu mà dương vinh và này dương ọt vô là dương tôi tàn chẳng dương thưa đúng cứ hot là mòn đấy nè dương thấy chập chấm nói nâng tầng thưa đúng cứ buôn mạch tịnh nhìn tinh tinh những người dương thấy từ vô mà pra đây bà bây giờ mình dương mình vô nó mà pra tế vì thưa oi ca thưa nung vào dương việc một smile như vậy hot bây dương chàng tinh tinh những lứa nè ở đại tràn tốt về tuần về chơi từ chẳng dương miền là cùng tí nhá và thì mà bà ok bây giờ advert đấy thật nhiều lại còn lại đó trên này cái thứ birthday cake cream cake ấy cái thời tầm vợ mà chung chắp ở nó ngoài được vô nó mà prao được anh ấy kia hai thà tạ tích 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 chui sụp rùa đo ca nghe không ca vì sai bề cái đi bà chị ok bà đi sợ tục đã cùng bà ní cứ chia khắp khi được bao nhiêu này dương chặn từ chuyển ôn pum bao nhiêu cứ bài nằng hay một tiết bờ sân chợ bong ôn khla của trong banh cream bị lơ thế đôi thật đột ơn ha trong để co cream á chứ nơi lơ nôm nó cột prao chỉ thập hình đôi chia crop thôi chỉ chia tem mà đòn đây chỉ almond slide các bạn chocolate chip các bạn walnut các bạn đây con vô mà rồi từ thay mà bên này chỉ tôi tới khắp hết cái dương rồi ở trong môi năng chocolate chip to được có màu chẳng đấy và các bạn đã bật sân trên này là đi thưa hai trong banh cream nhưng cùng rồi đặc biệt banh cream tới bật chật năng này ok lấy đi dương chập đam vô vì tập đốt được non diễn đại mà pay này ti sân bật sân chỉ từ ấy trong dương thay 4-5 ti tiền nè chỉ viên của mọi là khói ngắt thong màu lốp này anh và chẳng được nông ca thưa khắp khi bao dương vị trí xa cứ dương miền tập phân năng tế được nông ca thưa khắp khi hay bài bọt tầng hẳn tình tình mà những cái số bóng ô thời thì chạm vô tầng ná đầm bay vô mà thưa ở miền phim Israel và chân núm bởi ai dương miền là biết tạ tích năng được cứ ca nghe được nông vì sai bề cái đấy cứ lươn và hot đây và ở dương vô vì PV chắc đó và chân dương đọt nôm nick nông rìa p mà pay này tí vẽ tí mũi cứ dương miền tập phân năng tế dương được chụp nên được nông vẽ tí pi bàn tay tiệt và bàn tay tiết ở con tràn chụp điệp lia cặp bông tận đọt đấy rồi dạ p mà pay này tí ấy nơi không mà pay này tí đi cứ dương mình toàn cầm nát ban tha tao nông nông ăn rồi nấu tê chẳng bàn tay tiết dương đừng p để đo mà pay này tí cái dương đừng vô chơi vì mà chả sự chả đôi khi chụp điệp trốn xong vô chơi tô tàu và sự tốn chả đó chọc rồi luôn lâu ní cứ nung được bao nhiêu sai hơi bà tỏ chân sông nè nam nè chui tê thưa nung được bao nhiêu dương trong đang than nung đâu bàn tay chụp dùng cái nó bật thay một tịch đám bấy tê nung rồi bao nhiêu bán sông mơ po nung ở làng po của hom prương sần và đã khơi so hay mạch tê đây bọn đang đặt hai với tàu đang dương thưa nung dương thử vô chân tiết á chắc là nung giống một phay này ti hơi và phay này tí với làng của hom làng của hom prương và lấy dương chạy trong cái đá đó đỏ mất và chạm xin chuyện mất và ok chẳng bị chạy than nung một bao nhiêu cứ chuyện anh ấy tao tay đồng bay chạm bán xong ở vi lao po phòng cái kia nó so cúng
ចាក់ដែរមានអីទៀតនៅនឹងការឆៅហ៎នេះគឺជា cupcake របស់យើងណាចឹងមានថាងាយនៅពេលដែលយើងធ្វើនំគឺអ្នកទាំងអស់គ្នាផ្ដោតបច្ចេកទេសឲ្យបានច្រើនជាទីបំផុតការធ្វើនំរបស់យើងមានផលិតមានភាពងាយស្រួលហើយទទួលបានលទ្ធផលល្អទៀតបាទអញ្ចឹង cupcake យើងមិនត្រូវបាញ់គ្រីមត្រូវអត់បាទអញ្ចឹងនៅពេលដែលយើងបាញ់គ្រីមគឺសុំនំរបស់យើងឲ្យត្រជាក់សិនអញ្ចឹងយើងសុំទុកបន្តិចសិនណាហ្នឹងអរនឹងស៊ីសងបាទតាមយើងហេប៉ោងអញ្ចឹងរហូតវាឈប់ប៉ោងនៅពេលដែលយើងញ៉ាំវាអស់អត់ទេនៅអញ្ចឹងរហូតបាទចាក់តាមផ្លូវណាអត់ខ្លាចឡានទេចាក់តាមផ្លូវខ្ញុំស្រាវជំនួសឡានលើបើកលឿនទៅមកចាក់តាមបាទតាមទូកហ្នឹងស្តៀងគ្នាហ្នឹងខុសគ្នាតិចតួចគ្រាន់ថាខុសតែក្បួនទេហ្នឹងដុតក្នុងឆ្នាំងដុតក្នុងឆ្នាំងគឺយើងត្រូវការភាពស្មុគស្មាញទីមទីឲ្យអ្នកទាំងអស់គ្នាបង្កាត់ភ្លើងឲ្យចេញជាល្ងើកភ្លើងហើយយើងត្រូវដួសឲ្យល្ងើកភ្លើងមកដាក់លើគម្របឆ្នាំងទៀតប៉ុន្តែកាលណាយើងធ្វើអញ្ចឹងគេលក់អូវិនមិនដែរទិញអូវិនអូខេនេះមានបោះចោលទេពុំនេះទុកប្រើទៀតណាទ្រាំបាទហេចឹងយើងទុកវាចោលនៅនឹងសិនហើយយើងចាប់ផ្ដើមមកវាយគ្រីមរបស់យើងគ្រីមរបស់យើងគឺយើងជាពពួក topping cream ដែលបងប្អូនគិតថាចូលចិត្តទៅលើរសជាតិរបស់វាអានេះគឺខ្ញុំសូមបង្ហាញបន្តិចដែលខ្ញុំមិនមែនមានន័យថាត្រូវតែទិញអាហ្នឹងឲ្យដូចខ្ញុំទេប៉ុន្តែវាជា topping cream ដែលយើងគ្រាន់តែយកវាមកវាយដោយមិនមានការផ្សំគ្រឿងអីទេគឺគ្រីមនោះគឺវាឡើងចេញជាគ្រីមពណ៌សតែម្ដងដែលគេយកទៅបៀកនំខេកក៏បានបាញ់ទៅលើ cupcake ក៏បានណាហើយវាមានរសជាតិផ្អែមស្រាប់ក៏ប៉ុន្តែបើសិនជាបងប្អូនមាន topping cream នោះវាច្រើនម៉ាក់មួយណាដែលយើងចូលចិត្តយើងរើសផ្សេងគ្នាចឹងទៅបាទបើចាំតាមខ្ញុំទាំងអស់ក៏បានដែរចឹងណាតែក្បួនតាមខ្ញុំខុសហ្នឹងអត់កើតបាទអញ្ចឹងគ្រីមយើងអាចហើយការវាយគ្រីមតើយើងវាយនៅក្នុងបរិមាណបែបណាការវាយគ្រីមមិនកំណត់ចំនួនក្រាមទេដែលអ្នកទាំងអស់គ្នាចូលចិត្តគ្រីមបាញ់ទៅលើនំហ្នឹងគឺយើងតាមមកសំរុំល្មមដែលយើងអាចញ៉ាំវាអស់បើយើងចង់បាញ់ទៅលើ4នំ5នំអីយើងចាក់មកល្មមវាយប៉ុណ្ណឹងយកតែម្ដងអញ្ចឹងណាបាទអត់ថ្លឹងទេហើយអត់មានលីគ្រឿងអីទេគ្រាន់តែចាក់ចូលមកវាយតែម្ដងបាទអញ្ចឹងមានបងប្អូនខ្លះមិនចូលចិត្តគ្រីមយើងអាចតេស្តជាមួយនឹងធម្មតាអញ្ចឹងក៏បានហើយយើងទុកខ្លះយើងបាញ់គ្រីមបាទចាឥឡូវយើងចាប់ផ្ដើមវាយគ្រីមរបស់យើងបាទមើលសាច់តសោះហ៎បាទតសោះហ្នឹងគឺដោយសារតែយើងវាយពងមាន់ពីដំបូងនៃក្បួននៃការណូតទី1ណាបាទឲ្យវាត្រជាក់សិនបានវានេះបាទអូខេអញ្ចឹងយើងបាញ់បន្តិចបាទជាគំរូបាទអញ្ចឹងយើងគ្រាន់តែចាក់អញ្ចឹងហើយយើងវាយវាតែម្ដងណាអត់មានប្រើគ្រឿងផ្សំអីទៀតទេបាទវាមកឡើងរឹងល្មមបាទអូខេទៅរួចទេមើលទៅ cupcake ហើយអ្នកនរនេះស្រឡាញ់ពុំអីដូចថាបើសិនជាគេបាញ់គ្រីមអានេះយើងបញ្ជាក់លើនំអស់សូមចាប់ចំណុចនំឲ្យបានពេលណាដែលគេយកទៅបាញ់គ្រីមនំដែលគេដុតគឺគេត្រូវដុតឲ្យចេញជាទម្រង់អញ្ចឹងដើម្បីឲ្យវាពេលអញ្ចឹងគេបាញ់គ្រីមពីលើដូចកស្អាត
តែបើសិនជាគេលក់នំកាប់ខេកដូចគ្នាក៏ប៉ុន្តែជានំមួយដែលគេមិនតម្រូវបាញ់ topping អញ្ចឹងយើងត្រូវប្រើពុម្ពដែលដុតទៅឲ្យវាឡើងកំពុងបាយទៅលើដូច muffin អញ្ចឹងអាហ្នឹងយើងបដូរនំឲ្យយល់ពីកន្លែងហ្នឹងណាបាទអញ្ចឹងបើកាលណាយើងលក់បែបអត់ topping គឺត្រូវតែរើសពុម្ពមួយដុតទៅឲ្យវាឡើងកំពុងដូចនំពងទាតែបើគេបាញ់គ្រីមមិនត្រូវយកពុម្ពដុតឲ្យឡើងកំពុងដូចនំពងទាអញ្ចឹងទេទៅបាញ់ដុតធ្វើម៉េចឲ្យវាជ្រែចេះដើម្បីគេដេកគ្រីមទៅវាស្អាតអូខេហ្នឹងឲ្យអស់ហើយណានៅត្រូវនូតទុកជាឯកសាររបស់យើងចឹងធ្វើនំឲ្យតែយើងច្បាស់អញ្ចឹងមកលេងហត់ហើយហត់តែពីមិនតាន់យល់វាណាឃើញវាឡើងយើងអត់មានលីគ្រឿងអីទេសុំដកមួយដាក់ផ្លាសេមួយសិនអូយឆាប់ត្រជាក់បន្តិចផ្លាសេរឹងឆ្ងាញ់ហ៎ហើយនំខាប់ខេកពពួកនំពងទាសូមជម្រាបជូនអ្នកទាំងអស់គ្នាថានំពងទាគឺជាទូទៅក្តៅគឺមិនសូវឆ្ងាញ់ទេទុកឲ្យត្រជាក់បានឆ្ងាញ់ពេលដែលទុកឲ្យត្រជាក់ដំណើមនំហ្នឹងនឹងកើតមកមើលទៅមានសភាពទន់ជាងមុនវិញណាទន់ជាងមុនហើយនៅមុខលើនេះគឺឡើងសំណើមមកសំណើមនោះគឺជាសំណើមប្រេងហើយញ៉ាំទៅមានក្លិនឈ្ងុយពមាន់មកគឺឈ្ងុយមកខ្លាំងតែម្ដងហើយងាយនឹងរលាយទៅវិញតែនំពងទាបើដាក់ដុតភ្លាមយកឆ្ងាញ់ភ្លាមអត់ដូចនំប៉័ងទេនំវាមានក្តៅវាមានត្រជាក់នំក្តៅដូចនំប៉័ងបាក់យ៉ុងហ្នឹងក្តៅគឺឆ្ងាញ់ត្រជាក់អត់ឆ្ងាញ់វិញណាតែនំពងទាពពួកនំ baking powder baking soda ក្តៅអត់ឆ្ងាញ់វិញដូច brownie ដូច cupcake ដូច muffin ហ៊ានតែដុតឆ្អិនភ្លាមទៅញ៉ាំអត់ឆ្ងាញ់ទេហ្នឹងសូមជម្រាបជូនអញ្ចឹងណាបាទអីក៏ក្តៅឆ្ងាញ់អីក៏ក្តៅឆ្ងាញ់តិចការ៉េមអីក្តៅដែរឆ្ងាញ់ដែរចប់បដ ாய் ហេហើយនិយាយបាទអញ្ចឹងគឺនៅពេលដែលយើងវាយហើយគឺវាឡើងខាប់ចេះបងប្អូនបាទគឺអត់មានលាយគ្រឿងលាយអីទេក៏វាយមកឲ្យវាឡើងអញ្ចឹងមកដើម្បីយើងបាញ់ធ្វើ topping វាហើយរបៀបវាយគីមនេះគឺគេវាយអត់ដូចគ្នាទេគឺទៅតាមនំទាំងអស់បើកាលណាគេធ្វើនំខេកគេវាយអត់ឲ្យរឹងពេកទេដើម្បីបៀកធ្វើឲ្យផ្នែកនៃ birthday cream របស់គេគឺវារលោងជាងគេអត់វាយឲ្យរឹងទេតែបើគេវាយមូជាមួយនឹងពពួកស្វងរោខេកគេយករឹងបន្តិចដើម្បីរក្សា cream នៅក្នុងtopping របស់នំនោះបានយូរអញ្ចឹងណាធ្វើចេញជា snow គេវាយរឹងវិញអត់ឲ្យវាឆាប់ទន់ទេអញ្ចឹង cream ហ្នឹងវាឡើងចុះក្នុងស្ថានភាពដែលយើងធ្វើនំអីជាក់ស្ដែងបានគេវាយ cream ប្រភេទហ្នឹងបើអ្នកនរនេះសួរថាវាយគីមិនបានត្រូវក្បួនខ្នាតអត់មានអាហ្នឹងវាតាមនំទាំងអស់អញ្ចឹងណាបាទបាទប៉ុណ្ណឹងអូជាបាញ់ឲ្យបាត់គ្រីមអស់ហើយការបាញ់ដេកទៅលើ topping នៃ cupcake ក្បាលដេកគ្រីមអ្នកទាំងអស់គ្នាសូមយកធំតិចទៅយកប៉ុនកូនដៃឬក៏ប៉ុនមេដៃហើយមកបាញ់វត្តអត់ស្អាតធំមកគេវត្តតែមួយជុំបានតែម្ដងឬក៏គេបាញ់តែប្រឈមមកឲ្យវាចេញមកក៏ស្អាតដែរណាអាហ្នឹងគឺបាញ់ដេកគ្រីមគឺសូមយកធំ
mà này để sẵn mà đó bánh bánh các bạn này bánh bánh chọc này bánh bánh trong là cả đa mà cái dương bạch vọt của bạn này sao một thùng giống như bánh và các bạn này hợp lựa đài chụp 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 chơi chơi hợp đài chơi bà mình tha dương tục cho nó hai chi vẽ cả đá khả năng đáy hay đáy dương cho bài tấu về cream nâng viên thật lệ tấu tôi muốn sạch nóng viên đừng đi cha trên mặt cào đồ môi sấn bàn ok tập nói hay nó lên đi đi quát strawberry chocolate đọt slime á bạn chìm cam đây mà ok bà chẳng cứ khắp kê bao giờ bữa nay đó nên trong bánh chỉ cream đi có cô dương có bán hay dương trong liệt thom đàn trên các bạn đây trên này không cá thua khắp kê bao giờ cứ miênแต่ ប៉ុណ្ណឹងទេដែលលើកយកមកបង្ហាញបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងអនុវត្តធ្វើបានដូចជាបានការបង្ហាញរបស់ខ្ញុំយើងនឹងជួបគ្នានៅក្នុងវគ្គក្រោយទៀតឥឡូវយើងចូលដល់វគ្គទី10ហើយយើងមាន10វគ្គទៀតដែលយើងជួបគ្នាដើម្បីបញ្ចប់វគ្គរបស់យើងអរគុណច្រើនជម្រាបលា